នេះបើសិនជាប្រិយមិត្តសួរថារវាង Burnley និង Chelsea ខ្ញុំគិតថា Chelsea នឹងទៅរួចហើយបាទទៅរួចមួយ Chelsea ទេបាទហើយសម្រាប់ការប្រកួតចុងក្រោយក៏ប្រិយមិត្តដឹងហើយថាបាទតាំងBurnley មួយ Chelsea បាទពីស្មើបាទទឹកដី Burnley បាទគឺ Chelsea ឈ្នះ 4-1 បាទអញ្ចឹងអាចនិយាយបានថាវាក៏ជារឿងមួយដែលល្អដែរបាទតែគ្រាន់តែខ្ញុំបានជម្រាបជូនអញ្ចឹងបាទដោយពីបងអត់មែនអីទេបាទ admin Sado អត់បញ្ហាទេបាទដូចខ្ញុំលើកឡើងវិញអញ្ចឹងថាទឹកក្រោយបាសេបាទខ្លាចតែគាត់ទុកជើងអញ្ចឹងណាបាទប៉ុន្តែយ៉ាងណាមិញខ្ញុំគិតថាទៅរួចបាទយ៉ាងហោចណារួចជែកបាទកុំភ័យបាទច្រើនណារួចជែកបាទខ្ញុំគិតថាមិនស្មើទេបាទធ្វើកុំភ័យមើលបាទ Sado បាទធ្វើកុំភ័យមើលបាទអញ្ចឹងស្វាគមន៍ការប្រិមិត្តយើងបន្តិចទៅបាទរឿងរ៉ាវអាប់ដេតដូចជាមិនមានអីច្រើនទេមានតែកីឡាកររបួសបាទមានកីឡាករត្រឡប់មកវិញបាទមានរឿងល្អហើយក៏មានរឿងអាក្រក់ខ្លះបាទតាក់ទងជាមួយនឹងក្លឹបនីមួយៗបាទហើយសម្រាប់ Man U ក៏តានតឹងដែរប្រិមិត្តមានកីឡាករបាទដូចជា3រូបដែលនឹងត្រូវទៅប្រកួតបាទ Africa Nation Cup បាទអញ្ចឹងសម្រាប់ការប្រកួតនេះគឺអាច Man U បាត់បង់3នាក់បាទ Man U បាត់ដូចជា Mbeumo បាទ Amadelo បាទហើយជាមួយនឹង Masraoui ស្ដាំទាំងអស់បាទអញ្ចឹងយើងអត់ដឹងថាតើលោកអាមរីមនឹងដោះស្រាយមិនទេណាបាទការអវត្តមាននេះរហូតដល់1ខែបាទអញ្ចឹងបើសិនជាអត់អាចរកអ្នកជំនួសបានទេតែយ៉ាងហោចណាក៏គាត់ទាំង3នាក់ទៅហ្នឹងគឺក្រុមផ្សេងគ្នាដែរអាចនឹងអ្នកមកមុនបាទអាចនឹងមានអ្នកមកមុនបាទអញ្ចឹងហើយសម្រាប់ Real Madrid វិញមើលទៅដូចជារៀងមានដំណឹងល្អច្រើនបាទតាក់ទងជាមួយនឹងតំបន់ការពារដូចត្រឡប់មករកភាពប្រក្រតីវិញច្រើនហើយណាបាទសម្រាប់ Real Madrid បាទត្រឡប់ទៅលើ Barcelona វិញមកដល់ពេលនេះគឺសម្រាប់ Pedri គឺស្ថិតនៅក្នុងការបាទធ្វើឲ្យល្អប្រសើរឡើងវិញបាទតែសម្រាប់បាទ Rafinha បានចូលមកវិញហើយ Robert Lewandowski ក៏បានចូលមកវិញដែរបាទអញ្ចឹងមានន័យថាសម្រាប់ Barcelona ដូចជាអត់មានអីបញ្ហាចោទច្រើនទេគឺធ្ងន់តែ Pedri ទេហើយសម្រាប់ Gavi គឺត្រូវការរយៈពេលយូរបាទហើយអាចនឹងនិយាយថាពាក់កណ្ដាលរដូវកាលនេះផុតឬក៏ចិត្តចុងរដូវកាល Gavi បានអាចនឹងត្រឡប់មកវិញបានបាទហើយយើងក៏លេខទៅមើល Bayern Munich វិញមកដល់ពេលនេះគឺឃើញហើយប្រិមិត្តណាបាទ Bayern Munich គឺជាក្រុមមួយដែលនៅក្នុងចាប់ផ្ដើមលីកមិនទាន់បានទទួលបរាជ័យនៅឡើយទេបាទហើយសម្រាប់ការប្រកួតបាទ UEFA Champions League នៅអាទិត្យក្រោយនេះត្រូវប៉ះជាមួយនឹង Arsenal បាទសម្រាប់ Bayern Munich គឺកំពុងតែមានការប្រឈមដែរដោយសារតែ Luis Diaz បាទបន្ទាប់ពីឈូអាក្រាស់ក្រែផាក់គីមីបាទទទួលបានកាតក្រហមមកឥឡូវនេះឃើញថាសហព័ន្ធ UEFA បាទកំពុងតែដាក់ហាក់បីដូចជាចង់ពិន័យបាទ Luis Diaz រហូតដល់3ប្រកួតឯណោះបាទប្រិមិត្ត3ប្រកួតឯណោះអញ្ចឹងយើងអត់ទាន់ដឹងទេសម្រាប់ពេលនេះគឺឃើញថាសម្រាប់ Bayern Munich កំពុងតែបាទធ្វើការតវ៉ាក្តីបាទជាមួយនឹង UEFA ហើយថាការដាក់ពិន័យនេះដូចជាយូរពេកអីចឹងណាសុំត្រឹម1ប្រកួតឬក៏2ប្រកួតអីចឹងទៅបាទតែយ៉ាងណាមិញក៏មកដល់ពេលនេះ Bayern Munich ស្ថិតនៅលើកំពូលតារាងទៅហើយបាទសិតបាទយើងនិយាយបាទអញ្ចឹងគាត់ដូចជាមិនជាអីធ្ងន់ធ្ងរទេបាទបើទោះជាប្រកួតបន្ទាប់ព្រមស្មើឬក៏ឈ្នះតិចតួចក៏វាអត់មានអីជាចំណោទដល់ Bayern Munich ដែរបាទស្របពេលដែល Arsenal ជាមួយ Bayern Munich គឺជាអ្នកដែលត្រូវស្វែងរកអ្នកដែលនៅលើកំពូលតារាងពិតប្រាកដហើយបាទមកដល់ពេលនេះដូចជាមានតែ3ក្រុមទេគឺមាន Inter បាទមាន Arsenal ហើយជាមួយនឹង Bayern Munich ដែលឈរលើកំពូលតារាងមាន12ពិន្ទុដូចគ្នាបាទក្រៅពីហ្នឹងគឺអត់មានបានដល់12ពិន្ទុទេមានក្រុមហ្នឹងបាទយើងក៏លេខទៅមើល Liverpool វិញមកដល់ពេលនេះប្រិមត្តក៏ដឹងដែរតែរឿងតានតឹងរោគរាក់យកយ៉ាក់មែនតែនបាទសម្រាប់ការទិញដូរកីឡាករឆ្នាំនេះគឺចាយច្រើនប៉ុន្តែអត់ទាន់មានផ្លែផ្កាណាមួយល្អនៅឡើយទេបាទកីឡាសម្រាប់ពៀនក៏វាបាត់បង់ខ្លះហើយបាទហើយសម្រាប់ការប្រកួតនៅ Premier League វិញក៏ឃើញថាពិន្ទុចាប់ផ្ដើមថមថយទៅទៀតបាទអញ្ចឹងមើលទៅដូចជាតានតឹងដែរយប់នេះត្រូវប៉ះជាមួយនឹង Nottingham Forest ប៉ុន្តែនៅក្នុងសប្តាហ៍ក្រោយក៏ត្រូវការប្រកួត UEFA Champions League ដូចគ្នាបាទដូចជាប៉ះមួយ PSV ទេព្រោះជាមិនសូវជាអីធ្ងន់ធ្ងរទេបាទសម្រាប់ Liverpool បាទតែយ៉ាងណាមិញប្រិយមិត្តក៏ដឹងដែរថាសម្រាប់ Liverpool គឺកំពុងតែតានតឹងជាមួយនឹងស្លាបការពារខាងស្ដាំឥឡូវនេះគឺ Burnley ហើយជាមួយនឹង Firpong គឺរបួសទៀតហើយបាទអញ្ចឹងមើលទៅដូចជាតានតឹងមែនតែនបាទគឺមានតែ Szoboszlai នឹងឯងមកជួយជំនួសនៅក្នុងតំបន់នេះបាទហើយប្រិយមិត្តសម្រាប់ស្ថិតិរបស់ Salah នៅក្នុងរដូវកាលនេះបើប្រៀបធៀបនឹងរដូវកាលមុនគឺពិបាកមែនតែនបាទគឺធ្លាក់មែនតែនបាទតែយ៉ាងណាមិញវាគ្រាន់តែជាដើមរដូវកាលទេប្រិមិត្តយើងអត់ទាន់អាចនិយាយបានថា Liverpool មិនបានអី Liverpool មិនអាចយកអីបាន Liverpool មិនអាចបានពានគឺមិនទាន់អាចនិយាយបានទេប៉ុន្តែឥឡូវនេះគឺឃើញថាសម្រាប់ Arsenal បាទសម្រាប់ Arsenal កីឡាករមួយចំនួនដែលកំពុងបញ្ហារបួសហ្នឹងដូចជាត្រឡប់មកវិញច្រើនហើយបាទប៉ុន្តែភាពតានតឹងមួយរបស់ Arsenal គឺបាត់បាទខ្សែការពារកណ្ដាលដ៏មាំទាំរបស់គាត់គឺ Gabriel Magalhaes អាចនឹងរបូតរហូតដល់3ទៅ4សប្តាហ៍
bà chân dương ở toàn đang thà con nâng tập lập mà mình bàn về nào tới phủa nó chỉ tạ tịch bao cừu đấy khi mình chỉ thay dạ về quê rồi của quê như pan nô tế bà cái còn chỉ thay pi sạp đa rồi có bay sạp đa chân tới con tái pi khác ba năm sạp đá cho mà mình bà này bà tại Việt Nam mấy sạp đá sạch tệ bà nơi Premier League sam sập bậc cuốt bà nơi p đã ọt miên vọt miên là bò Gabriel cứ Arsenal bà mình ai chơi bàn bà chỉ đúng cứ lâu tới đó đọc bằng bay bậc cuốt đấy nó trong bên đây thay sạch tệ đại mùi này cứ bắt bong Gabriel cứ thun mền tên bà sạp đá Arsenal bà tại Việt Nam mấy sạp đá bà Odegaard bà Declan Rice ấy mưa tới đôi chiều tập lập mà mình trao hơn hơi bà chẳng đồng bọn bà vô bà Arsenal chạp đá miên phiếp lỗ bà xào trao bà tại sạp bọn cà phía cứ bắt bà Gabriel mê kia bà sau khi đại Chelsea nhưng bạn chỉ muốn nâng hỏi bà sầm rạp cả là có đại được bua cứ Cole Palmer bà hay sầm rạp tụm rung lên bỏ Chelsea bà chỉ bón play mất bà có mưa khơi nha p class tới còn là o p class tới mưa lớn lên đôi chỉ bạc mền tên bà sau khi đại Spurs bên năm nay dương bà bạn chỉ còn mền tên bà ấy từ ba cho mưa Arsenal bà ấy từ ba cho mưa Arsenal chẳng chăm mưa thằng kia thật ta Arsenal ai từ ruồi đại thế bà hỏi cứ có Spurs từอย่างnào đấy bà hayสำหรับ Arsenal ไปนี่คือนอมมุกตะเลือ Man City ได้ทัดในขนมเลเรียงทีปีนึกแต่บุญเป็นตุเตะจังบ่ซันเจีย Man City ยุคนี้เนี่ยบ่าเฮาไอ้ Arsenal จัง Spurs นู่นไม่ในทาง Arsenal คือนอมมุกแต่มุ้ยเป็นตุเตะบ่ามุ้ยเป็นตุเตะบ่าอย่างนั้นไม่สำหรับ Arsenal ก็จอบชูจิกรมได้โชว์เลือกกับปูตารางยุปนตายมันเลือกเปลี่ยนเรื่องแต่นี่เกี่ยวอ๋อนะบ่าโชว์เลือกกับปูตารางยุแต่อัดเลือกเปลี่ยนbà trong suốt đâyการปฏิบัติយើងមិនតិចទៅbàមុនយើងឈានចូលដល់សាច់រឿងយើងថ្ងៃនេះគឺដូចជាមិនមានអីច្រើនដែរទេបាទព្រោះអាប់ដេតគ្រាន់តែខ្ញុំនិយាយមកប្រាវមិញហ្នឹងគឺប្រិមិត្តហ្នឹងគឺដូចជាចង់អស់បាត់ទៅហើយបាទសួស្ដីទៅកាន់ជាងបរិយស្វាយរៀងបាទថៃសានលីបាទស្ដីគ្នាទៅកាន់សលេះកូនច្បងកូនតក្របាទងួនសុបិនបាទបុទ្ធីភួងសួស្ដីទៅកាន់វិនវិនបាទសេរីរឿបបាទសួស្ដីគ្នាទៅកាន់បាទហេងកំអាងបាទសៅសំណាងសួស្ដីទៅកាន់បាទសុងឡៃមេងបាទសួស្ដីខេមរាបាទយើអារីបាទសួស្ដីគ្នាបាទសៀងសុកchia bà sau đây từ can Ben Zí bà sau đây từ can bà Ban Rô bà Papa Mốt bà Edmin Sado bà sau đây từ can Punu bà Puna bà sau đây từ can bà Pan Pirun bà Ran Pirun bà sau đây từ can Vichet Vung bà Hugo Savat bà Naren sau đây từ can Panetso bà Thi Chan bà Thon Rati bà Ban Zí bà Chelsea dùng nâng si cầm riêng bà xe bà Nươn bà Na bà Edmin Sado bà Chelsea Liverpool Man City bà phải há đấy bà bà sau đây thì can gì đây được bà sau đây thì kia bà từ can cung sổ vát bà cung sổ vát bà họ miền lai trắng bà bà support âm si mà hay sau đây kia từ can bà trầm rong si o bà mu on bà chitter zia bà xa cho mưa không chăng bà nghi chật gì bà sau đây thì can bàn gì bà nhu so man thi ấy bà không biết anh mình là transfer bà theo nhung cực tha mà để dạng này Man City cứ kê lên bàn ổ bình hỏi chẳng ai nhận bà này Man City miền attract bùa chiêng bà yên lai và sau đây nghe từ can bà sòng hà pro nay bà sau đây từ can sổ pa bà sọc miên sau đây từ can bà Vichia Hu bà xây ha Rotana bà ra đi bà sau đây từ can Vichia Hu bà sổ pa bà sau đây từ can Bora bà Pat Makara bà Proper sau đây từ can Kem Palin bà Tiêu bà Giọt Hút bà sau đây từ can bà Ang Sien Supetra bà sau đây từ can Ton Tan bà Lai Kỳ Hieng bà sau đây từ can bà Support BBK bà sau đây thì từ can support MC bà Charlie Skyline bà sau đây từ can mà Bonnie Chen bà Siêng Pai bà Siêng Hay Côn Pử bà sau đây được nè bà hơi sau đây từ can Sot Vanna bà Rico So bà Heng Bỏ Khiêng bà sau đây thì từ can bà Pu Plau Cắt Sọ bà trong cái na xạ từ cắt nơi Pu Plau của nó mới bà Charlie Skyline bà sau đây được nè bà ấy sau đây từ can bà Saret Pra bà suy ai miền tập pi bên tụ hai đầu ấy bàn lên Europe cứ cái miền Nation League bà chẳng sầm rạp cái AFC nó cứ việc nhẹ nhảy tích bà này khai tới con lên bàn piên du Nation League cứ con bàn lang tới bạt hai mình cả ấy bà thầy chẳng á bà hay trong một bàn lục ắt chun ở can play mất tế bà chăm mơ chết cho ngày để chụp lúc trong khối trong nên chụp lục ắt chun play mất hà ta rương nó người ta gì dạng mày khai chẳng á nè bà phụ ở đây tới cứ chắp đam chắp tăng pin Nation League máu cứ việc hiện lục ba bản tích bà phụ để xa tên nhẹ để bực pin Nation League nó cứ mình cả ấy bà chẳng nhóm ở toàn ban sai chiêu bán đặt đo được trong nội ní chẳng phải nhóm sai chiêu đặt đo hết trong đường chun được can prey mất tỏ bà chẳng nhóm ở trong vậy tới đây dương mình toàn bà lót hay dương vậy chun được can prey mất vì thua miền phim sập super tặng ngọc nè bà hay số đây là can sầm nang ôn bà rọt tha bà tu sản nạ bà số đây là can rùa vidora bà sầm nang ôn bà hong nhám ấy bà trên Camanto bà Chelsea do tầm sân tới bà nói bà mình nuôi cùng so snipe bà sau đây là can bà Lâm Hiền Hốt bà sau đây là can bà Sokha Silver bà Ri của Sol
បាទចាសួស្តីគ្នាទៅកាន់បាទចន្ទទ្រាគុណបាទភូមិសារឿនបាទស្ដីទៅកាន់ទឹកកុសលបាទប៉ូលីអូឌីបាទក៏សួស្ដីបាទឆែស៊ី3-0ណាបាទខ្ញុំគាត់ថាបើសិនជាប្រិមិត្តស្រឡាញ់អាចយកបានប៉ុន្តែគ្រាន់ថាបើយកមកស្និតវាអាចនឹងត្រឹមរួចជ័យអញ្ចឹងណាបាទព្រោះអាទិត្យក្រោយហ្នឹងបាទ Chelsea ត្រូវប៉ះជាមួយនឹង Barcelona បាទបារម្ភខ្លាចថាគាត់ព្យាយាមខ្លាំងព្រោះតែសិនមកដល់ពេលនេះគឺសម្រាប់ Chelsea គឺគាត់ក៏កំពុងស្ថិតនៅក្នុងលេខរៀងមួយដែលជាលេខរៀងមួយដែលមិនសូវជាល្អខ្លាំងទេបាទទើបតែមាន7ពិន្ទុឯណាបាទឈ្នះ2បាទស្មើ1ចាញ់1អញ្ចឹងប្រសិនបើគាត់នៅបន្តចាញ់ជាមួយ Barcelona នៅពេលនេះគឺវាជារឿងមួយដែលលំបាកដែរបាទហើយសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យក្រោយនេះគឺសម្រាប់ Barcelona មួយ Chelsea គឺ Chelsea ស្វាគមន៍ភ្ញៀវ Barcelona បាទស្វាគមន៍ភ្ញៀវ Barcelona បាទហើយសួស្ដីទៅកាន់ថាបាទសួស្ដីគ្នាបាទខេមរាយប់នេះវាយ Bayern និង Leverkusen បាទនិង PSV អូយបាទសូមជម្រាបជូនប្រិមិត្តទេណាក្រុមដែលត្រូវលេង UEFA Champions League អាទិត្យក្រោយបាទរៀងប្រយ័ត្នតិចទៅបាទយប់នេះសូម្បីតែ Bayern Munich ក៏ឲ្យជ័យ2ស្និតដែរបាទកុំភ្លេចថា Bayern Munich ត្រូវប៉ះមានមួយ Arsenal ដូចគ្នាបាទហើយសម្រាប់ PSV ប្រិមិត្តដឹងស្រាប់ហើយសម្រាប់ PSV រដូវកាលនេះមើលទៅដូចជាបាទគេហៅថាបាទលិចលើលិចក្រោមទេមិនសូវជាស្រួលទេណាបាទហើយសម្រាប់ Bayer Leverkusen បាទទើបតែបានឡើងមកវិញបន្តិចប៉ុណ្ណឹងទេបាទត្បិតតែមួយរយៈនេះចាប់ផ្ដើមរៀងឡើងជើងតិចវិញបាទចែកខ្ញុំក៏មិនហ៊ានជូនទៅកាន់ប្រិយមិត្តដែរបាទអត់សូវស្រួលទេបាទព្រោះឆ្នាំអាទិត្យក្រោយហ្នឹងក៏មានការប្រកួត UEFA Champions League ដែរបាទទូរស័ព្ទបាទមានគូបាទប្រូណាក់បាទស្ដីទៅកាន់ជួយច័ន្ទរិទ្ធបាទហើយស្ដីចិនកាម៉ាន់តូបាទវាយ Chelsea បាទខ្ញុំគិតថាមកស្និតទៅបានហើយបាទកុំឈ្នដល់ដល់មកស្និតចុច25ណាបាទមកស្និតទៅបានហើយបាទតែមកស្និតទៅបានហើយបាទ CP បាទសួស្ដីបាទខុនឈុនហៀងបាទសួស្ដីអីតាម៉ៅទៀតបាទសួស្ដីទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយើងឈានចូលដល់កម្មវិធីរបស់យើងតែម្ដងណាណោះបាទអញ្ចឹងកុំឲ្យខាតពេលវេលាព្រោះដោយសារតែការប្រកួតនៅរវាង Chelsea បាទហើយជាមួយនឹង Burnley ហ្នឹងគឺនឹងប្រព្រឹត្តទៅនៅវេលាម៉ោង 7:30 នាទីនេះហើយសន្សំកន្លះម៉ោងទៀតទេហើយសម្រាប់ line up ហ្នឹងក៏ចេញមកហើយដែរណាប្រិយមិត្តណាបាទ confirm ហើយសម្រាប់ Chelsea យប់នេះគឺមាន Robert Sanchez បាទអ្នកចាំទីបាទខ្សែការពារគឺមាន Cucurella បាទAdara Bayo បាទមាន Chalobah ហើយជាមួយនឹង Reece James បាទតំបន់បម្រើគឺមានបាទ Enzo Fernandez ហើយជាមួយនឹង Andre Santos បាទជួរមុខគឺមាន Geten បាទ Pedro ហើយជាមួយនឹង Neto បាទតំបន់ប្រយុទ្ធគឺ Delap បាទបានត្រឡប់មកវិញហើយបន្ទាប់ពីរបួសណាបាទអញ្ចឹងសម្រាប់កីឡាករប្រព័ន្ធនេះខ្ញុំឃើញហើយបាទគឺដូចជាអែមមែនតើបាទសម្រាប់ Burnley គឺមាន Dubravka អ្នកចាំទីបាទខ្សែការពារគឺមាន Walker បាទប្រិយមិត្តក៏ដឹងដែរអតីតអ្នកខ្សែការពាររបស់ Man City បាទមានបាទ Estel បាទមានបាទ Tanzibi បាទមានជាមួយនឹង Hardman តំបន់បម្រើមាន Hugo Chowu បាទមាន Colin ហើយជាមួយនឹង Luis បាទជួរមុខគឺមានកីឡាករបាទ Sautuna បាទមានកីឡាករ Fleming ហើយជាមួយនឹង Anthony បាទគ្រាន់ឃើញប៉ុណ្ណេះយើងមើលទៅ Chelsea គឺមានកម្រិតខ្ពស់ជាងបាទហើយណាបាទអញ្ចឹងប្រិមិត្តអាចនឹងសម្រួលបានជាមួយនឹង Chelsea ប៉ុន្តែខ្ញុំគ្រាន់អត់គ្រប់គ្រងប្រិមិត្តយកជ័យខ្ពស់ពេកទេបាទព្រោះតែ Chelsea អាទិត្យក្រោយនេះគឺត្រូវប៉ះជាមួយនឹង Barca បាទតែយ៉ាងណាមិញសម្រាប់ Burnley រដូវកាលនេះក៏មិនជាណាស់ណាដែរបាទអាចនឹងទៅរួចហើយ Chelsea យប់នេះក្រៅដីផងណាបាទអញ្ចឹងប្រយ័ត្នប្រយែងបាទ Green Panel បាទសួស្ដីគ្នាទៅកាន់ហុងវ៉ាន់ឌឿនបាទហើយនាង PK ក៏ដូចជា Notin បាទសួស្ដីទៅកាន់ប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយើងនិយាយអំពីបាទព័ត៌មានថ្មីបាទតាក់ទងជាមួយនឹងការអាប់ដេតថ្មីនេះបាទមករយៈនេះគឺមានការលើកឡើងអំពីបាទ banner បាទរបស់បាទ FIFA World Cup បាទរបស់ FIFA ដែលបានលើកឡើងមកអត់មានរូបរបស់ Cristiano Ronaldo ដែលជំនួសដោយ Bruno Fernandes អញ្ចឹងណាបាទប៉ុន្តែបន្ទាប់ពីមានរឿងបែបនេះឡើងឃើញថាសម្រាប់ខាង FIFA ក៏មានការផ្លាស់ប្ដូរឲ្យដែរណាបាទអញ្ចឹងវាអត់មានអីទេបាទចាំថាបាទពេលខ្លះទៅក៏យើងមិនដឹងថាអ្នក design ហ្នឹងគឺគាត់បាទខាងណាខាងណី fan លោកគាត់ fan Messi អីចឹងទៅណាបាទអញ្ចឹងរឿងនេះគ្រាន់តែជារឿងបាទมันមានអីជាបាទសំខាន់នោះទេបាទវាមានរឿងសំខាន់នោះទេបាទហើយសានាយុទ្ធបាទ Domino សាវយុទ្ធសួស្ដីបាទអង់គ្លេសលេងប្រហែលគូយប់នេះបងបាទបើកសលមានច្រើនគូបាទអង់គ្លេសយប់នេះមានចាប់ផ្ដើមបើកឆាកបាទមាន Chelsea មួយ Burnley បាទក្នុងនេះផងដែរក៏មានដូចជាបាទ Liverpool មួយ Nottingham Forest បាទមាន Sunderland បាទមាន Newcastle ហើយជាមួយនឹង Man City បាទហើយមាន Crystal Palace បាទជាមួយនឹងបាទ Wolverhampton Wanderers បាទច្រើនគូដែរណាបាទសម្រាប់យប់នេះហើយសម្រាប់ប្រិមិត្តដែល fan Man U ពិបាកតិចហើយបាទអត់បានមើលទេបាទក្នុងនៅសៅរ៍អាទិត្យនេះ
បាទព្រោះ Man U ដូចជាលេងថ្ងៃអង្គារអីនោះបាទហើយអូសៀងហៃបាទសួស្ដីបាទហើយកាយសវណ្ណរិទ្ធបាទហេតុអ្វីបាន FIFA មិនតែឲ្យមួយកៅអីសម្រាប់ជើងឯក World Cup បាទតែឲ្យមួយកៅអីសម្រាប់ជើងឯក World Cup បាទអានឹងបើសិនជាយើងនិយាយបាទសំណាងអូន5គូបាទផៅភីណាបាទបងឆៅភីណាបាទសួស្ដីបាទសម្រាប់រឿងរ៉ាវនេះខ្ញុំក៏អត់ដឹងដែរថារឿងនោះវាមិនដែរប៉ុន្តែក្នុងការធ្វើបែបនេះក៏វាមានចំណុចល្អហើយក៏វាមានចំណុចអាក្រក់អញ្ចឹងណាបាទអញ្ចឹងប្រសិនបើយើងនិយាយពីមួយកៅអីហ្នឹងគឺវាដូចជាអត់មានអីចាំបាច់ទេប្រិមិត្តណាបាទវាអត់មានអីចាំបាច់ទេសម្រាប់ការមួយកៅអីដែលជាជើងឯក FIFA World Cup អីចឹងទៅវាអត់មានអីចាំបាច់ចឹងណាព្រោះដោយសារតែប្រសិនបើគាត់នៅខ្លាំងវាអត់មានបញ្ហាអីទេបើជំរុះមួយបានហើយចាំបាច់ទៅខំប្រឹងបាទបានមកកៅអីទុកទៅអីបាទព្រោះកៅអីហ្នឹងគឺគេទុកឲ្យម្ចាស់ផ្ទះហើយបាទអញ្ចឹងហែមកៅអីមកទៀតវាកាន់តែលែងមានវគ្គជំរុះមានអីទៀតហើយបាទ Leicester បាទអូបាទ Leicester បាទកំពុងតែលេងនៅ Championship កុំសូវអីបាទ Leicester ហ្នឹងនៅ Championship ហ្នឹងគឺគេហៅថាលេចដែតទេណាបាទប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងមែនតើបាទកាម៉ាន់តូបាទអញ្ចឹងកុំឲ្យខាតពេលវេលាបាទយើងឃើញថាមកដល់ពេលនេះសម្រាប់ការប្រកួតលីកកំពូលនៅក្នុងតំបន់អឺរ៉ុបបានចាប់ផ្ដើមបន្តទៀតហើយបាទសម្រាប់នៅក្នុងប្រទេសអង់គ្លេសមានការប្រកួតប្រជែងខ្លាំងមែនទែនបាទសម្រាប់ការប្រកួតប្រជែងនៅក្នុងប្រទេសអេស្ប៉ាញមើលទៅដូចយ៉ាងស្រាលបន្តិចនៅក្នុងឆ្នាំនេះដោយមានតែបាសេឡូណាហើយជាមួយនឹងរៀលម៉ាឌ្រីតនៅតែបន្តជាមួយនឹងការប្រកួតប្រជែងខ្លាំងគណៈពេលដែលអាតេម៉ាឌ្រីតឆ្នាំនេះគឺមានឡើងមានចុះព្រោះណាមួយរយៈក្រោយរៀងឡើងជើងខ្លាំងសពពេលដែលនៅទឹកដីអាល្លឺម៉ង់នោះវិញគឺសម្រាប់បាយ៉ឺនម៉ូនិចគឺគេវាដាច់ហើយបាទអត់ដូចជាអត់មានអីថាត្រូវបាទលមាស់បាទអីទេបាទឆ្លោះគ្រិចអីទេបាទគឺងាយតែម្ដងនៅរដូវកាលនេះសពពេលដែលក្នុងទឹកដីបារាំងវិញគឺឃើញថាសម្រាប់ម៉ាកសៃជាមួយនឹងប៉ារីសកំពុងតែប្រកួតប្រជែងគ្នាបាទក្រៅពីហ្នឹងដូចជាមធ្យមបាទស្របពេលដែលនៅទឹកដីអ៊ីតាលីនោះវិញក៏មានការប្រកួតប្រជែងគ្នាច្រើនបាទមាន Inter មាន Napoli អីចឹងទៅបាទស្របពេលដែល Fiorentina រដូវកាលនេះមិននឹកស្មានថាធ្លាក់ដល់ក៏បាត់តែនោះបាទសម្រាប់ Fiorentina បាទអញ្ចឹងយើងឃើញថាសម្រាប់បាទការប្រកួតលីកមកដល់ពេលនេះគឺមិនទាន់ជាដល់ពាក់កណ្ដាលរដូវកាលនៅឡើយទេណាបាទអញ្ចឹងមានន័យថាវានៅសល់ការប្រកួតប្រជែងយូរទៀតបាទការប្រកួតប្រជែងយូរទៀតបាទអញ្ចឹងសម្រាប់មកដល់ពេលនេះបើសិនជាយើងនិយាយអំពីការប្រកួតប្រជែងនៅក្នុង Premier League គឺខ្លាំងជាងគេដដែលសមជា League ដែលស្ថិតនៅក្នុងលំដាប់ទី1នៅលើពិភពលោកពិតប្រាកដបាទព្រោះដោយសារហេតុអីប្រិមត្តបើសិនជាយើងមើល League ផ្សេងៗការប្រកួតប្រជែងមានតិចណាបាទមានតិចក្លឹបមែនតើតែសម្រាប់នៅក្នុងអង់គ្លេសវិញគឺពេលខ្លះបាទប្រិមត្តក៏ឃើញក្លឹបដែលស្ថិតនៅមិនជាខ្លាំងប្រហែលទេប៉ុន្តែមកលេងនៅស្ថិតនៅក្នុងតំបន់ Top 4អីចឹងទៅបាទដូចក្នុងរដូវកាលនេះប្រិមត្តឃើញហើយបាទកំពុងតែប្រកួតប្រជែងខ្លាំងមែនតើបាទហើយសម្រាប់ Man U ក៏កំពុងតែស្ថិតនៅក្នុងផលលំបាកដែរណាប្រិមិត្តបន្ទាប់ពីមួយរយៈចុងក្រោយនេះគឺត្បិតតែ Man U បាទស្មើមែនចុងក្រោយប៉ុន្តែក៏មានការឈ្នះបាទ fan នោះប៊ីតែជាមួយនឹងបានការកាត់សក់ឲ្យចុងក្រោយទៅស្មើអីណាបាទអញ្ចឹងសម្រាប់ Manchester United កំពុងតែមានរឿងបន្តិចបាទប្រិមិត្តបាទដោយសារតែបាត់នោះមើលទៅដូចជាបាត់ស្ដាំទាំងអស់បាទអញ្ចឹងសម្រាប់ Mbemo Amad Diallo ហើយនិង Mazraoui អាចនឹងទៅចូលរួមជាមួយនឹងជម្រើសជាតិបាទព្រោះត្រូវការប្រកួត Africa បាទ Nation Cup បាទអញ្ចឹងពួកគាត់នឹងត្រូវបាត់មុខរយៈពេល1ខែបាទបើមិនសិនបើពួកគាត់ទាំង3ខ្ញុំគិតថាមិន1ខែទេព្រោះបាទមានតាំងពីម៉ារ៉ុកមានតាំងពីកាមេរូនបាទមានតាំងពី Ivory Coast អញ្ចឹងសម្រាប់គាត់ទាំង3នេះប្រហែលជាអាចនឹងមានអ្នកមកមុនបាទអញ្ចឹងបើសិនថាឧទាហរណ៍Mbemoអញ្ចឹងគាត់នៅកាមេរូនបាទគាត់អាចនឹងបន្តបានដល់វគ្គផ្ដាច់ព្រាត់នឹងបាន1ខែតែបើមិនបន្តដល់វគ្គផ្ដាច់ព្រាត់ទេច្រើនណាស់បាន2អាទិត្យទេអាចនឹងមកវិញក៏ថាបានដែរបាទអញ្ចឹងជាចំណុចមួយដែល Man U កំពុងតែស្វាស្វែងមែនតើប្រិមិត្តបាទ Man U កំពុងស្វាស្វែងដើម្បីរកឈុតបាទតូចយកមកលេងបាទអញ្ចឹងមានន័យថាឈុតសកួរណាបាទគេហៅឈុតយុវជនណាត្រូវយកមកជំនួសបាទឥឡូវនេះ Man U កំពុងតែស្លាដៃស្កាជើងមែនតើប្រិមិត្តព្រោះដោយសារតែតំបន់ខាងស្ដាំគឺអស់លីងតែម្ដងបាទ Mazraoui ក៏គាត់ស្ដាំដែរអញ្ចឹងឃើញទេបាទអស់ហើយបាទប៉ុន្តែយ៉ាងណាមិញគឺមាន Euro ដែរអត់បញ្ហាទេសម្រាប់បាត់បាទ Mazraoui មួយប៉ុន្តែវាបញ្ហាចោតបាត់ទាំង Amad Diallo ហើយបាត់ទាំង Mbemo ទៀតនេះតំបន់ជួរមុខខាងស្ដាំគឺតានតឹងមែនតើកន្លែងហ្នឹងណាបាទអញ្ចឹងនេះគឺជាជំរឿងមួយដែលជារឿងមួយដែលលំបាកបាទរបស់ Man U ដែរប្រិមត្តសួរថាតើមួយរយៈចុងក្រោយរបស់ Man U នេះគឺមិនដែរបាទបើតាមមើលការប្រកួតចុងក្រោយរបស់គាត់បាទក៏មើលទៅបិទតែការប្រកួតហ្នឹងក៏វាស្មើប៉ុន្តែយ៉ាងណាមិញសម្រាប់ការប្រកួតនេះយើងមើលទៅឃើញថាគឺមានភាពល្អប្រសើរច្រើនមែនតើបាទសម្រាប់ Manchester United
បាទអ្វីដែលយើងបានមើលឃើញគឺមកដល់ពេលនេះសម្រាប់ Bruno Fernandes ជាប់ឈ្មោះជាកីឡាករដែលជាអ្នកបង្កើតឱកាសបានច្រើនជាងគេបំផុតនៅក្នុង Premier League នៅក្នុងរដូវកាលនេះបាទហើយសម្រាប់ Mbeumo គឺក៏ជាកីឡាករដែលធ្វើបានល្អបំផុតរបស់ Manchester United ដែរបាទអញ្ចឹងសម្រាប់ការប្រកួតរបស់ Man U បច្ចុប្បន្នយើងមើលទៅឃើញថាកីឡាករហាក់ដូចជាផ្ដោតអារម្មណ៍ច្រើនបាទមានការបញ្ជូនបាល់ហ្នឹងក៏មានភាពល្អច្រើនបាទហើយក៏មិនគិតពីខ្លួនឯងច្រើនដែរបាទព្យាយាមបញ្ជូនបាល់បានច្រើនមែនតើបាទហើយអ្វីដែលយើងមើលឃើញអ្នកដែលមិនទាន់បានជាសាច់ការឯនោះគឺបាទ Sesko បាទនៅមិនទាន់មានជាសាច់ការអីធំដុំកំភួនបែបខិតនៅក្នុងនាមជាខ្សែប្រយុទ្ធបាទសម្រាប់ Manchester United ប៉ុន្តែបើសិនជាយើងគឺអ្នកដែលយំចូលមកឆ្នាំនេះដែលកំពុងតែលេចធ្លោខ្លាំងជាងគេមែនតើនោះគឺ Mbeumo បាទ Mbeumo នេះគឺលេចធ្លោខ្លាំងមែនតើនៅក្នុងរដូវកាលនេះបាទស្របពេលដែល Bruno Fernandes ក៏គាត់បានចាប់ផ្ដើមបាទជាមួយនឹងការផ្លាស់ប្ដូរបាទជាមួយនឹងការបញ្ជូនបាល់ច្រើនបាទទៅកាន់ខ្សែប្រយុទ្ធអញ្ចឹងសម្រាប់ Mathieu Cunha បាទក៏គាត់មើលទៅមានភាពល្អប្រសើរគួរសមដែរបាទអញ្ចឹងសម្រាប់រឿងរ៉ាវរបស់ Manchester United ខ្ញុំគិតថាបើសិនជាគាត់នៅបន្តបែបនេះវាអាចនឹងមានរឿងល្អបាទនៅក្នុងរដូវកាលនេះបាទអញ្ចឹងយើងនិយាយពី Man U ប៉ុណ្ណឹងវាយើងបញ្ហាកំពុងតែត្រូវការដោះស្រាយកំពុងតែកីឡាករ3រូបបាទដែលសំខាន់បាទនឹងត្រូវបាទទៅលេងឲ្យជម្រើសជាតិនៅក្នុងការប្រកួត Africa Nation Cup បាទវាយវឹងកេតបាទកាមិនតូបាទមកមកធ្វើឡៃចូល Liverpool ហើយបាទតោះនិយាយពី Liverpool ខ្ញុំថែមឲ្យទៅដល់ Liverpool តែម្ដងមកដល់ពេលនេះសម្រាប់ Liverpool ក៏មានភាពតានតឹងដែរប្រិមិត្ត Florian Wirtz បាទគឺកំពុងស្ថិតនៅក្នុងបញ្ជីរបួសហើយបាទក្នុងនោះដែរតំបន់ការពារខាងស្ដាំទាំងពីរនាក់ក៏បញ្ជីរបួសដែរមានទាំង Jeremy Frimpong ហើយក៏ដូចជា Bradley បាទអញ្ចឹងហើយគឺ Szoboszlai នឹងត្រូវមកលេងជំនួយនៅតំបន់ស្លាបការពារស្ដាំទៀតហើយសម្រាប់ Liverpool មកដល់ពេលនេះគឺមានភាពលំបាកបន្តិចហើយបាទការទិញដូរកីឡាកររដូវកាលនេះធ្វើឲ្យមានការចម្រូងចម្រាសខ្លាំងមែនតើប្រិមិត្តយើងគិតមើលគ្រាន់តែ Florian Wirtz ហើយជាមួយនឹងបាទ Isaac បាទគាត់2នាក់នេះវាចូលជិត300លានទៅហើយបាទសម្រាប់គាត់តែ2នាក់តែប៉ុណ្ណោះអញ្ចឹងមានន័យថាសម្រាប់ការបាទផ្លាស់ប្ដូររបស់ Liverpool នៅក្នុងរដូវកាលនេះហាក់បីដូចជាធ្ងន់កបន្តិចបាទសម្រាប់ Florian Wirtz គឺនៅអត់ទាន់អាចជួយអ្វីដែលធំដុំជាកំភួនឲ្យទៅកាន់ Liverpool នៅឡើយទេបាទស្របពេលដែល Isaac នៅវិញគឺតិចជាង Florian Wirtz ទៅទៀតបាទស្របតាមការលើកឡើងបាទគឺសម្រាប់លោក Anslot គាត់ត្រូវការពេលវេលាបន្ថែមទាំង Isaac ទាំង Florian Wirtz បន្ថែមទៀតបាទអញ្ចឹងណាបាទហើយសម្រាប់បាទ Liverpool អ្វីដែលខ្ញុំបានចំណេញជូនប្រិមិត្តជាតំបន់ដែលខ្វះខាតនោះគឺជាពិសេសគឺតំបន់ការពារស្ដាំគឺនៅអត់ទាន់មានអ្នកជំនួសបានទេ Frimpong ធ្វើបានល្អតែគឺមករបួសហើយ Bradley ទៅវិញគឺក៏មានបញ្ហាច្រើនគួរសមដែរបាទអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលលំបាកបាទស្រង់កាត់ការប្រកួតជាមួយនឹង Real Madrid យើងឃើញហើយថាត្បិតតែ Real គ្រប់គ្រងបានច្រើនប៉ុន្តែតំបន់ការពារ Liverpool តំបន់កណ្ដាលនេះគឺនៅតែមានភាពល្អបាទអ្វីដែលយើងឃើញមកដល់ពេលនេះសម្រាប់បាទ Liverpool គឺមានភាពតានតឹងមែនតើប្រសិនបើនៅតែបន្តជាមួយនឹងតំបន់ស្លាបការពារស្ដាំនៅតែបន្តមានបាទរដេករដប់បែបនេះ Liverpool នឹងអាចប្រឈមជាមួយនឹងរឿងរ៉ាវធ្ងន់ច្រើនបាទហើយសម្រាប់តំបន់ប្រយុទ្ធវិញប្រិមិត្តក៏ឃើញដែរស្លាបប្រយុទ្ធខាងឆ្វេងបន្ទាប់ពីអត់មានលវីសដៃអាសទៅ Cody Gakpo គឺមិនទាន់អាចធ្វើអីបានល្អប្រសើរខ្លាំងនៅឡើយទេបាទស្របពេលដែលសាឡាសនៅក្នុងរដូវកាលនេះគឺគាត់មានស្ថិតិបើប្រៀបធៀបជាមួយនឹងរដូវកាលមុនគឺខុសគ្នាខ្លាំងមែនតើបាទសម្រាប់ប្រយុទ្ធកណ្ដាលបាទសម្រាប់កីឡាករ Ekitike ខ្ញុំគិតថាអត់បញ្ហាទេគាត់ធ្វើបានល្អហើយបាទគាត់ធ្វើបានល្អហើយបាទយើងអាចទទួលយកគាត់បានបាទហើយតំបន់បំរើវិញអាចនិយាយបានថាធ្វើបានល្អបាទអត់មានជាចំណោទទេតំបន់ការពារនៅពេលដែលយើងពេលដែលគាត់ដាក់ Robertson គឺធ្វើបានល្អច្រើនបាទបើយើងប្រៀបធៀបជាមួយនឹង Kirkes អញ្ចឹងសម្រាប់ Liverpool គឺនៅបន្តភាពតានតឹងទី1គឺតំបន់ស្លាបការពារខាងស្ដាំបាទទី2គឺការត្រូវតែត្រឡប់ឲ្យរកទម្រង់ល្អវិញដូចជាសាឡាហើយនឹង Gakpo ត្រូវសម្របនៅក្នុងតំបន់ស្លាបទាំងឆ្វេងទាំងស្ដាំហើយបើសិនជាតំបន់ការពារវិញអត់បញ្ហាទេបាទខាងឆ្វេងគឺមាន Robertson ផងមាន Kirkes ផងអញ្ចឹងប្រហែលជាអាចនឹងមានការដោះដូរគ្នាបានតំបន់បម្រើអត់ជាបញ្ហាទេប្រិមិត្តបាទនៅតែបន្តភាពល្អច្រើនបាទនេះគឺសម្រាប់ Liverpool បាទ live score ឥឡូវមើលមិនកើតសោះបាទប្រិមិត្តបាទអាចទៅចូលមើល AI score ណាបាទដាក់ទៅ AI score បាទលឿនជាងបាទlive score ព្រោះ live score ឥឡូវបើសិនតែយើងនិយាយគឺទុកសម្រាប់តែមើលគូហើយនឹងមើលលទ្ធផលទេបាទបើ AI score មែន AI score គឺពិបាកមើលគូពិបាកមើលលទ្ធផលបន្តិចបាទប៉ុន្តែនៅពេលដែល live គឺគ្រាប់បាល់ក៏លឿនបាទហើយក៏ច្បាស់
បាទសម្រាប់ Live Score ឥឡូវយឺតទៅប្រិមិត្តអញ្ចឹងប្រិមិត្តបាទជើងមានទាំង App Store ឬក៏ Play Store អាចចូលបានដាក់ AI ហើយ Score មកឃើញហើយបាទឥឡូវគឺចាប់ផ្ដើមមកប្រើ AI Score ច្រើនហើយណាបាទហើយសម្រាប់ Live Score ឥឡូវឡើងដូចពីមុនទេប្រិមិត្តបាទយឺតណាស់បាទយឺតមែនតើហើយគ្រាន់ថា Live Score នៅតែច្បាស់ជាមួយនឹងការវិភាគប្រកួតណាយើងស្រួលមើលការវិភាគប្រកួតគេមានតារាងមកស្រួលមើលបាទទី1ទី2គឺ line up បាទសម្រាប់ line up គឺ Live Score គឺចេញមកច្បាស់ល្អបាទហើយលទ្ធផលក៏ចេញមកយើងងាយស្រួលក្នុងការមើលដែរប៉ុន្តែបើសិនជាគ្រាប់បាល់វិញគឺអត់លឿនទេយឺតដែរឥឡូវបាទ Live Score បាទនិយាយពី Arsenal ផងបាទតោះយើងនិយាយពី Liverpool យើងថែមដល់ Arsenal បន្តិចទៅបាទសម្រាប់ Arsenal មកដល់ពេលនេះគឺកីឡាករដែលស្ថិតនៅក្នុងបញ្ជីរបួសនឹងត្រឡប់មកវិញច្រើនមានតាំង Martin Odegaard បាទមានតាំងពីGyökeres ឬអត់មានបញ្ហាទេត្រឡប់មកវិញហើយបាទហើយមានដូចជាKai Havertz បាទមានដូចជា Gabriel Jesus ក៏កំពុងតែស្ថិតនៅក្នុងភាពល្អក្នុងការត្រឡប់មកវិញប៉ុន្តែរឿងលំបាកមួយរបស់ Arsenal គឺបាទកីឡាករ Gabriel Magalhaes គឺរបួសទៅវិញណែចំណុចនេះគឺជាចំណុចដែរបាទជាចំណោទបញ្ហារបស់ Arsenal បាទហើយសម្រាប់ការរបួស Gabriel Magalhaes ខ្ញុំគិតថាក៏អត់បញ្ហាដែរបាទព្រោះដោយសារតែមាន Saliba បាទអញ្ចឹងគឺត្រូវទ្រាំបន្តិចហើយបាទត្រូវទ្រាំបន្តិចហើយបាទមានតំបន់ការពារកណ្ដាលចាំជំនួសដែរគឺ Mosquera បាទចាំមើលតើគាត់អាចធ្វើបានល្អដែរទេបាទហើយសម្រាប់តំបន់ស្លាបវិញខ្ញុំគិតថាអត់បញ្ហាទេមកដល់ឥឡូវនេះគឺ Timber ធ្វើបានល្អមែនទែនតំបន់ស្លាបខាងស្ដាំណាហើយសម្រាប់កីឡាករវ័យក្មេង Skelly គឺគាត់លហួនបាទធ្វើបានល្អបើនិយាយពីក៏មានការអាចដោះដូរបានជាមួយនឹង Cala Fiori បាទអត់បញ្ហាទេតំបន់បម្រើមកដល់ពេលនេះគឺយើងឃើញថាបាទមានការ rotate ច្រើនបាទបន្ទាប់ពី Odegaard ក៏របួសបាទអញ្ចឹងក៏មានបាទ Declan Rice បាទមានបាទ Zombie Mendy បាទមានដូចជា Merino អញ្ចឹងទៅបាទតំបន់ស្លាបប្រយុទ្ធវិញគឺមកដល់ពេលនេះគឺដូចជាអត់បញ្ហាអីដែរបាទ Madueke បាទនៅមិនទាន់មានដំណឹងល្អនៅឡើយទេបាទអញ្ចឹងក៏វារៀងផលលំបាកដែរបើមិនជាមាន Madueke ត្រូវមានការផ្លាស់ប្ដូរគ្នារវាង Saka បាទអញ្ចឹងសម្រាប់តំបន់ស្លាបរដូវកាលនេះគឺ Arsenal គឺមានពេញលេញល្អបាទ Saka Madueke បាទមាន Easy បាទក៏ដូចជា Trossard ហើយជាមួយនឹង Martinelli ទៀតអញ្ចឹងឆ្នាំនេះគឺសម្រាប់តំបន់ស្លាបរបស់ Arsenal មិនសូវជាខ្វះទេបើតំបន់ប្រយុទ្ធវិញគឺ Gabriel Jesus បាទ Kai Havertz ហើយជាមួយនឹង Gyökeres បាទ3រូបនេះឥឡូវឈឺ2ស1ប៉ុន្តែឥឡូវដូចជាឈឺទាំង3ហើយយោងតាមការបញ្ជាក់ចុងក្រោយនេះគឺបន្ទាប់ពីអាខានមួយអាទិត្យនៅក្នុងការប្រកួតគេថាសម្រាប់អន្តរជាតិបាទប្រកួតប្រទេសមកគឺឃើញថាសម្រាប់តំបន់ប្រយុទ្ធនោះដូចជាត្រឡប់មកវិញភាគច្រើនបាទអញ្ចឹងសម្រាប់ Arsenal ប្រិយមិត្តសួរថាអាចនឹងរើពៀនឬក៏អីទេនៅក្នុងរដូវកាលនេះវាជារឿងផលមួយដែលជា2រដូវកាលកន្លងមកហើយដែល Arsenal បានត្រឹមតែគៀកនៅក្នុងការលើកពៀនមូលហេតុអីទៅគឺដោយសារឲ្យតែចិត្តដល់ចុងបាទចិត្តពាក់កណ្ដាលរដូវកាលទៅគឺ Arsenal តែងតែមានបញ្ហាជាមួយនឹងបាទកីឡាករឥឡូវនេះក៏មិនខុសពីរដូវកាលមុនប្រហែលដែរប៉ុន្តែគ្រាន់តែនៅក្នុងរដូវកាលនេះ Arsenal គឺមានកីឡាករច្រើននៅក្នុងការជួយសម្រួលអញ្ចឹងណាដោយឡែកគឺសម្រាប់ប្រព័ន្ធនៅក្នុងការលេងអាចនិយាយបានថាសម្រាប់ Arsenal លោក Arteta ហាក់ដូចជាយល់បាទការច្រើនជាងមុនបន្តិចបាទលោក Arteta យល់ការច្រើនជាងមុនបន្តិចអ្វីទៅខ្ញុំនិយាយថាលោក Arteta យល់ការច្រើនជាងមុនបន្តិចមានន័យថាការដោះកីឡាករក៏ដូចជាការផ្លាស់ប្ដូរមានហាក់បីដូចជាមានការទប់ជាមួយនឹងកីឡាកររបស់គាត់ច្រើនបាទទប់ច្រើនបាទទោះបីជាការប្រកួតនេះបាទប៉ះមួយក្រុមខ្លាំងមើលទៅគាត់ហាក់បីដូចជាមិនលេងសម្រុកពេកមិនព្យាយាមពេកដោយពីការដោយការមុនអញ្ចឹងណាបាទដូចជាការលេងមួយ Liverpool ហ្នឹងគឺគាត់មិនព្យាយាមទេតែពិតបើសិនជាគាត់ព្យាយាមខ្ញុំគិតថាអាចយកឈ្នះ Liverpool ទេមិនអាចចាញ់ Liverpool ទេប៉ុន្តែមើលទៅគាត់ដូចជាមានចេតនាមួយចង់ស្មើអញ្ចឹងណាបាទគ្រាន់ថានេះគឺជាតាក់ទិកមួយរបស់គ្រូបាទយ៉ាងណាមិញសម្រាប់ Arsenal កំពុងតែស្ថិតនៅក្នុងលេខរៀងល្អ UEFA Champions League បាទតែខ្ញុំនៅតែនិយាយដដែលអញ្ចឹងបើសិនជាលោក Arteta ចង់លើកពានគួរតែមានការបោះបង់ចោលនៅអ្វីមួយបាទมันអាចគេថាដៃពីរកសោបទៅទាំងអស់បាននោះទេបាទអញ្ចឹងគេហៅថាចាប់ត្រីដៃពីរណាចាប់មិនជាប់បាទអញ្ចឹងសម្រាប់ Arsenal ខ្ញុំអាចនិយាយបានថាគាត់កំពុងស្ថិតនៅល្អហើយតែសំខាន់បំផុតគឺតាក់ទិករបស់គ្រូទេបាទលោក Arteta នៅតែព្យាយាមឲ្យកីឡាករពេញសំខាន់ចូលលេងនៅការប្រកួតទោះបីជាមិនចាំបាច់នោះវាជារឿងមួយដែរបាទគាត់នឹងត្រូវប្រឈមដូចរដូវកាលមុនទៀតអញ្ចឹងគឺពាក់កណ្ដាលរដូវកាលទៅអស់កីឡាករបាទតែប៉ុណ្្នឹងទេបាទហើយកីឡាករគាត់មួយចំនួនក៏ស្ថិតនៅក្នុងវ័យក្មេងច្រើនបាទហើយតែបើសិននិយាយពីភាពល្អវិញគឺការយល់ចិត្តគ្នារបស់ Arsenal គឺយល់ចិត្តគ្នាល្អមែនតើបាទ
បាទ make kill បាទនិយាយថែ make kill បន្តិចទៀតទៅបាទខ្ញុំក៏ចិត្តដល់ម៉ោងដែរបាទសូមលឿនតែម្ដងបាទសម្រាប់ Manchester City មកដល់ពេលនេះគឺមានភាពល្អប្រសើរត្រឡប់មកវិញហើយប្រិមិត្តបាទការលេងមើលទៅមានភាពល្អប្រសើរច្រើន Jeremy Doku បាទគូធ្វើបានល្អមែនតើអ្វីដែលសូមផ្ដល់បន្ទុកខ្ពស់នោះគឺបានផ្ដល់ឲ្យទៅលើ Phil Foden បាទមករយៈមុនគឺគាត់មានការវក់វីច្រើនបាទជាមួយនឹងបាទក្រុមគ្រួសារហើយក៏ដូចជាជាមួយនឹងការសម្រាបុតបាទអញ្ចឹងគាត់ត្រូវមើលកូនមើលអីអញ្ចឹងណាបាទអញ្ចឹងសតិអារម្មណ៍របស់គាត់ហ្នឹងគឺមិនទាន់បានត្រឡប់មករកភាពល្អកាលពីគាត់ដំបូងនោះទេបាទអញ្ចឹងសម្រាប់Phil Foden មកដល់ពេលនេះចាប់ផ្ដើមមានភាពល្អរបស់គាត់ត្រឡប់មកវិញច្រើនហើយបាទហើយ Man City ក៏ចាប់ផ្ដើមរៀនរស់ដោយមិនចាំបាច់មានបាទ Rodri បាទRodri បាទ Rodri ចឹងបើសិនជាការរស់របស់ Man City ពេលនេះអាចនឹងមិនចាំបាច់មាន Rodri ហើយខ្ញុំគិតថា Man City ត្រឡប់មករកភាពល្អវិញច្រើនហើយបាទច្រើនហើយបាទប្រិមិត្តបាទហើយគិតមកដល់ពេលនេះគឺ Haaland នៅតែបន្តជាអ្នករកគ្រាប់បាល់បាទច្រើនសន្ធឹកសន្ធាប់មែនតើហើយសូម្បីតែការប្រកួតបាទនៅក្នុងប្រទេសក៏ Haaland នេះគឺជួយជំរឿនជាតិរបស់គាត់បានច្រើនមែនតើបាទនៅក្នុងឆ្នាំនេះបាទអាចនិយាយបានថាសម្រាប់ Man City គឺស្វែងរកអ្វីមួយរបស់ខ្លួនឯងបានមកវិញច្រើនហើយបាទរងចាំតែមើលការប្រកួតរបស់គាត់ត្រូវប៉ះជាមួយនឹងក្រុមខ្លាំងទេថាការគាត់នឹងមានការប្រែប្រួលក៏ដូចជាការលេងរបស់គាត់ហ្នឹងគឺយ៉ាងណាបាទយប់នេះក៏ត្រូវមានការប្រកួតដែរមួយ Newcastle ប្រសិនបើ Man City អាចយកឈ្នះទៅលើ Newcastle បានយើងអាចនិយាយបានថា Man City ត្រឡប់មករកភាពល្អវិញចូល8ទៅ 90% ហើយបាទអញ្ចឹងសម្រាប់រឿងរ៉ាវនេះគឺខ្ញុំគិតថាមានភាពល្អប្រសើរច្រើនហើយបាទសម្រាប់ Manchester City បាទអញ្ចឹងក៏លេខទៅមើល Real បាទសម្រាប់ Real Madrid បាទគឺកីឡាករតំបន់ការពាររបស់គាត់ត្រឡប់មកកាន់ភាពល្អប្រសើរវិញច្រើនហើយហូចសិនអីគឺជាច្រើនបាទជាមកច្រើនវិញហើយ Valverde ក៏ដូចជាដែរបាទអញ្ចឹងមើលទៅសម្រាប់ Real Madrid គឺមានកីឡាករអាចនឹងពេញសាច់លេងវិញបានហើយណាបាទអត់មានបញ្ហាអីទេអ្វីដែលចោទបញ្ហារបស់ Real Madrid គឺមានតែមួយគត់គឺតំបន់ប្រយុទ្ធរបស់គាត់នៅមិនទាន់រៀបត្រូវនៅឡើយទេដែលធ្វើឲ្យមានភាពចម្រូងចម្រាសគ្នារវាងកីឡាករនិងកីឡាករខ្លះហើយសម្រាប់ Vinicius នៅក្នុងរដូវកាលនេះមើលទៅមានការធ្លាក់ហ្វូមច្រើនមែនទែនបាទសម្រាប់ Vinicius បាទយ៉ាទីបាទសុខសប្បាយបាទគូបានលើយបាទចប់លើយបាទហើយសម្រាប់ Barcelona វិញបាទហើយសម្រាប់ Barcelona ក្នុងរដូវកាលនេះរៀងរោកខ្រាក់បន្តិចណាប្រិមិត្តរឿង Barcelona យើងរំលឹកលើរឿងយ៉ាម៉ាល់បន្តិចទៅបាទសម្រាប់ Lamine Yamal មកដល់ពេលនេះបាទបន្ទាប់ពីការផ្ដាច់ទំនាក់ទំនងជាមួយគូស្នេហ៍ Nicole មកឃើញថាសម្រាប់ Yamal គឺដូចជាត្រឡប់មករកភាពល្អបានច្រើនបាទមានទាំងអាស៊ីមានទាំងការរកគ្រាប់បាល់បានបាទអាចនិយាយបានថាគាត់ផ្ចង់ជាមួយនឹងបាល់ទាត់បានច្រើនជាងមុនហើយប្រិមិត្តបាទគាត់ផ្ចង់មួយបាល់ទាត់ច្រើនជាងមុនហើយប៉ុន្តែយ៉ាងណាមិញគឺគាត់កំពុងតែមានបញ្ហាជំងឺដែលស្ថិតនៅក្នុងបាទអាងតាពាករបស់គាត់ហ្នឹងបាទជាសាច់ដុំដែលបន្តភ្ជាប់ជាមួយនឹងផ្លូវមកកាន់បាទជាមួយនឹងឆ្អឹងផាលអញ្ចឹងកន្លែងចំណុចសំខាន់មួយនេះបាទយើងអត់ទាន់ដឹងថាតើអាចព្យាបាលបានឬក៏យ៉ាងណាទេបាទយើងយោងតាមព័ត៌មានថាបើសិនជាឈឺអាហ្នឹងធ្ងន់ធ្ងរគាត់មិនគឺព្យាបាលអត់បានទេអញ្ចឹងមានតែយ៉ាម៉ាល់នេះគឺមកវិញដែរបាទអញ្ចឹងយប់នេះមកល្មមស៊ីនឹងឯងបិទតែអាទិត្យក្រោយប៉ះមួយ Chelsea ប៉ុន្តែមិនជាបញ្ហាទេព្រោះបៀបាវនេះក៏ត្រូវការប្រកួតដូចគ្នាបាទអញ្ចឹងបាទនេះទឹកដីហើយយប់នេះគឺអ្វីដែលពិសេសបាទបន្ថែមទៀតគឺ Spotify Camp Nou នឹងបើកការប្រកួតដំបូងហើយប្រិមិត្តណាបាទអញ្ចឹង Barcelona យប់នេះបានមកទឹកដីរបស់ខ្លួនឯងពិតប្រាកដហើយបាទគឺ Spotify Camp Nou បាទយើងនិយាយ Camp Nou ហ្មងទៅបាទចឹងសម្រាប់ការប្រកួតយប់នេះសម្រាប់បិទតែលេងក្នុងទឹកដី Camp Nou មែនប៉ុន្តែជំហានទី1 Barcelona ចុះឈ្មោះក្នុងការបាទចុះបញ្ជីនៅក្នុងការដាក់អ្នកទស្សនាបានតែ 45,000 នាក់ឯងប្រិមិត្តបាទអញ្ចឹងក្នុងការប្រកួតយប់នេះនៅទឹកដី Camp Nou គឺបានតែ 45,000 នាក់ទេបាទព្រោះថានេះគឺគេគិតទៅលើសុវត្ថិភាពអញ្ចឹងមានន័យថាប្រសិនបើគាត់គេមកមើលឆែកមើលទៅឲ្យថាតម្លើងបានអូខេចាប់ផ្ដើមឡើង 20,000 ទៀតទៅអញ្ចឹង 60,000 ព្រោះថា Spotify Camp Nou បាទនឹងត្រូវជួសជុលចប់នេះនឹងអាចដាក់អ្នកទស្សនាបានរហូតដល់ 10,000 នាក់ជាងឯណោះដល់ប្រិមិត្តបាទ 10,000 នាក់ជាងបាទអញ្ចឹងចំណុចនេះគឺជាចំណុចពិសេសខ្ញុំជឿជាក់ថា Barcelona យប់នេះការបើកចូលត្រឡប់មកវិញនៅកីឡាដ្ឋានបាទ Camp Nou នឹងធ្វើឲ្យមានភាពល្អប្រសើរនៅក្នុងរាត្រីនេះបាទអញ្ចឹងយប់នេះវាយបាសេបាទវាយទៅបាសេមិនស្និទ្ធឬមិនស្និទ្ធកន្លះមិនបញ្ហាទេអាទិត្យក្រោយប៉ះមួយ Chelsea បាទជារឿងធម្មតាទេប៉ុន្តែការស្វាគមន៍មកកាន់កីឡាដ្ឋានបាទ Camp Nou នេះគឺជារឿងដែលពិសេសបាទអញ្ចឹងជំរាបជូនប្រិមិត្តបានប៉ុណ្ណឹងបាទហើយសម្រាប់ផ្សេងទៀតខ្ញុំដូចជានិយាយច្រើនអស់ហើយណាបាទអញ្ចឹងយើងនិយាយគូយប់នេះឲ្យហើយហ្មងទៅបាទព្រោះដល់ម៉ោងទៅហើយបាទហើយយប់នេះ Chelsea បាទចង់ប្រយ័ត្នចង់វាយទៅបាទហើយសម្រាប់ Liverpool យប់នេះមកស្និទ្ធលើមកស្និទ្ធកន្លះប្រយ័ត្នណាបាទ
Nottingham Forest ចាប់តាំងពីលោក DC មកដឹកនាំមកគឺគាត់5ប្រកួតគាត់ស្មើ2ឈ្នះ2ចាញ់តែមួយប្រកួតទេប្រយ័ត្នប្រយែងមែនតើ Liverpool ឥឡូវប៉ះជាមួយនឹងក្រុមល្មមហ្នឹងគាត់មើលទៅដូចជាតានតឹងចង់កាត់តាម Man U ហើយបាទអត់សូវស្រួលទេប្រវត្តិក្នុងការជួបគ្នា10លើកចុងក្រោយគឺ Liverpool ឈ្នះ5ស្មើ3និងចាញ់2លើកដែរបាទការប្រកួតចុងក្រោយបាទមួយ Nottingham Forest ស្មើគ្នាណាបាទដោយការមុនទឹកដី Liverpool ចាញ់ Nottingham Forest ទៀតបាទ 1-0 ប្រយ័ត្នប្រយែងបាទសម្រាប់ Liverpool បាទ5លើកចុងក្រោយបាទឈ្នះ2បាទនឹងចាញ់3លើកចុងក្រោយចាញ់ Man City យ៉ាងទុកសាច់បាទក្នុងលទ្ធផល3-0បាទសម្រាប់បាទ Nottingham Forest បាទ5លើកចុងក្រោយបាទឈ្នះ1ស្មើ2បាទឈ្នះ2ស្មើ2នឹងចាញ់1ក្រោមការដឹកនាំរបស់លោក DC បាទអញ្ចឹងមិនអាចមើលងាយគាត់បានទេណាបាទមិនអាចមើលងាយគាត់បានទេបាទស្មើមួយ Man U អីដែរណាបាទសម្រាប់យប់នេះគឺមួយស្និតលើមួយស្និតកន្លះអាចនឹង Liverpool ឈ្នះប៉ុន្តែប្រហែលជាមិនបានជែកហ្នឹងគឺគ្រប់ទេបាទប្រយ័ត្នតែស្មើណាប្រិមិត្តបាទប្រយ័ត្នតែស្មើប្រយ័ត្នប្រយែងមែនតើការប្រកួត UEFA Champions League គឺដូចជាប៉ះមួយ PSV ទេបាទมันមានជាអ្វីធំដុំទេតែយ៉ាងណាមិញគឺសម្រាប់ Nottingham Forest ក៏ត្រូវការប្រកួត Conference ដែរបាទប៉ះមួយ Malmo បាទអញ្ចឹងសម្រាប់ការប្រកួតនេះខ្ញុំសូមផ្ដល់ជូនឲ្យបាទអត្រាស្មើខ្ពស់ណាប្រិមិត្តបាទប្រយ័ត្នប្រយែងមែនតើណាបាទប្រយ័ត្នប្រយែងមែនតើបាទទោះបី Liverpool ស៊ីប្រហែលជាមិនដាច់ជ័យទេបាទសម្រាប់ Newcastle ប៉ះមួយ Man City យប់នេះគឺដូចជាជ័យបាទកន្លះស្និតបាទសម្រាប់ Man City បាទប្រិមិត្តបាទបាននេះបើខ្ញុំឲ្យប្រិមិត្តអាចនឹងយកអូច្រើនជាងបាទអូច្រើនជាងណាបាទអូច្រើនជាងបាទកុំបាទអូច្រើនជាងកុំវាយអីបាទតែយ៉ាងណាមិញប្រិមិត្តស្រឡាញ់អាចនឹងវាយ Man City អីចឹងទៅតែបាននេះខ្ញុំគិតថាមានគ្រាប់បាល់ច្រើនបាទមានគ្រាប់បាល់ច្រើនសម្រាប់ Barcelona យប់នេះវាយទៅប្រិមិត្តបាទ Barcelona យប់នេះវាយទៅប្រវត្តិជួបគ្នា10លើកចុងក្រោយបាសេឈ្នះ7ស្មើ3បាទមិនដែរចាញ់ទៅលើបៀបាវម្ដងណាទេទឹកដីបាសេឡូណាចុងក្រោយឈ្នះបៀបាវបាទ2-1បាទអញ្ចឹងប៉ុណ្ណេះខ្ញុំគិតថាអាចទៅរួចហើយបាទត្បិតតែហូបបានច្រើនមួយរយៈក្រោយប៉ុន្តែបៀបាវមួយរយៈនេះគឺគាត់រៀងតានតឹងតិចណាបាទហើយសម្រាប់យប់នេះគឺត្រូវលេងនៅក្នុងទឹកដី Camp Nou ដំបូងផងអញ្ចឹងបាសេឡូណាគេមិនឲ្យផ្លាត់ទេបើតែទឹកក្រោយប៉ះ Chelsea ពិតមែនបាទអញ្ចឹងជូនប្រិមិត្តមុន3គូបាទមុននឹងកម្មវិធីរបស់យើងបញ្ចប់ព្រោះឥឡូវដល់ម៉ោងហើយបាទយប់នេះសូមផ្ដល់ជូនឲ្យបាទវាយបាសេបាទវាយបាសេឡូណាបាទវាយបាសេឡូណាបាទ over Man City បាទ over Manchester City បាទនឹងគូបន្ទាប់ហ្នឹងគឺ over ទៅលើបាទ Crystal Palace បាទ3នេះជូនដល់ការប្រិមិត្តណាបាទ over Man City over Crystal Palace បាទហើយជាមួយនឹងវាយបាសេឡូណាបាទវាយបាសេឡូណាបាទ Crystal Palace មួយ Vol បាទនេះអាចនឹងមានគ្រាប់ច្រើនបាទអញ្ចឹងបាទដល់មកហើយណាបាទអញ្ចឹង3គូនេះជូនដល់ការប្រិមិត្តបាទម្ដងទៀតបាទវាយ Barcelona over Man City ហើយជាមួយនឹង over Crystal Palace បាទ3នេះជូនដល់ការប្រិមិត្តបាទ3នេះជូនដល់ការប្រិមិត្តបាទដល់មកហើយប្រិមិត្តអញ្ចឹងសូមខន្តីអភ័យទោសណាបាទអញ្ចឹងក៏អរគុណដល់ការប្រិមិត្តអរគ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានការផ្សាយពីដើមដល់ចប់នេះហើយខន្តីអភ័យទោសសូមខ្ញុំបាននិយាយទៅមានការលឺលួសឬក៏ខាតនឹងចំណុចណាមួយប៉ះពាល់ដល់អារម្មណ៍ប្រិមិត្តជាចុងក្រោយក៏ជូនពរប្រិមិត្តអរគ្នាឲ្យជួបតែសុខភាពមង្គលសំណាងល្អសុខភាពល្អជាឆ្ងាយរោគចង្រៃទាំងឡាយទាំងពួងប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាបាទយប់ហ្នឹងគឺមាន Chelsea ហើយនិង Liverpool បាទពីគូនេះបាទអរគុណច្រើនដែលបានសួរបាទហើយចុងក្រោយក៏នៅតែបន្តនៅសារជូនដល់ការប្រិមិត្តដែរគ្រប់គ្រងផលិតផលជាតិឈប់ប្រើប្រាស់ផលិតផលសៀមទាំងអស់គ្នាបាទចាប់ពីពេលនេះមិនថាពេលនេះមិនថាថ្ងៃស្អែកមិនថាខែក្រោយមិនថាឆ្នាំក្រោយមិនថា100ឆ្នាំទៀតបាទអរគុណច្រើនប្រិមិត្តអរគ្នាសម្រាប់ពេលនេះខ្លួនឯងខ្ញុំបាទតានាងក្រុមការងារក៏សូមអរគុណនិងសូមគោរពលា